ជំរាបសួរសំណាក់ចិត្តបេះដូងថ្ងៃនេះសុខសប្បាយជាទេថ្ងៃនេះមកមើលការចក្រវាឡណាចាចង់ដឹងមើលចក្រវាឡនឹងប្រាប់ឲ្យយើងនៅថ្ងៃនេះណោះចាសព្វាសព្វសិនថ្ងៃនេះគឺខ្ញុំយកតែពីរសន្លឹកទេចង់ដឹងមើលថាតើក្នុងពីរសន្លឹកមានន័យថាម៉េចណោះចានៅក្នុងសន្លឹកបៀទាំងពីរនេះគឺចក្រវាឡបានប្រាប់យើងថាសូមកុំឲ្យយើងគិតថាអតីតកាលមកលងបន្លាចយើងសូមកុំឲ្យអតីតកាលមកគូសវាសនៅអនាគតរបស់យើងណាចាបងប្អូនដល់ពេលវេលាមួយដែលបងប្អូនទៅតែរកនឹងធ្វើអ្វីៗដែលថ្មីសម្រាប់ខ្លួនឯងចាអ្វីដែលកន្លងមកបងប្អូនជួបចាត់ទុកថាជាបទពិសោធន៍មេរៀនជីវិតរបស់យើងទាំងការប្រស័យតាក់ទងទាំងការងារទាំងជីវិតរស់នៅណាចាអ្វីដែលជួបកន្លងមកវាមិនល្អសម្រាប់យើងសូមឲ្យយើងបោះវាចោលឈប់គិតពីវាហើយកុំឲ្យអតីតកាលនោះមកលងបន្លាចនៅអនាគតកាលនិងបច្ចុប្បន្នកាលរបស់យើងណាចាបងប្អូនស្អាតវាងវៃឆ្លាតចាអញ្ចឹងបងប្អូនទៅប្រើនៅចំណេះប្រើនៅអ្វីដែលយើងមានចាដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតណាថ្ងៃនេះគឺចក្រវាឡប្រាប់ហើយចាចក្រវាឡប្រាប់ថាឲ្យបងប្អូនស្ងប់ស្ងាត់មិនឲ្យនឹកឃើញនៅអតីតកាលទាំងឡាយហើយកុំឲ្យអតីតកាលនោះមកលងបន្លាចយើងកុំឲ្យអតីតកាលនោះមកគូសវាសអនាគតរបស់យើងអញ្ចឹងសូមឲ្យបងប្អូនធ្វើចិត្តឲ្យរឹងមាំក្លាហានចាធ្វើចិត្តឲ្យខ្លាំងក្លាធ្វើជាមនុស្សរឹងមាំចាអ្វីដែលកន្លងហួសចាត់ទុកជាមេរៀនសម្រាប់យើងណាចាក្នុងនេះបញ្ជាក់ប្រាប់ច្បាស់ចាអតីតកាលគឺជាបទពិសោធន៍សម្រាប់ជីវិតរបស់យើងណាចាអញ្ចឹងយើងកុំឲ្យអតីតកាលមកគូសវាសអនាគតរបស់យើងណាចាអតីតកាលមិនអាចមកឲ្យអនាគតយើងបរាជ័យបានទេណាដាច់ខាតតែម្ដងចានៅក្នុងថ្ងៃនេះគឺចក្រវាឡបានប្រាប់ណាចាអញ្ចឹងនៅក្នុងថ្ងៃនេះបងប្អូនគិតល្អធ្វើល្អប្រើពាក្យល្អបានច្រើនប្រើពាក្យដែលវិជ្ជមានកុំប្រើពាក្យអវិជ្ជមានណាសូមគិតវិជ្ជមានប្រើពាក្យវិជ្ជមានណាចាហាមគិតអវិជ្ជមានហាមនឹករឿងអតីតកាលដែលមិនល្អដែលយើងជួបប្រទះកន្លងមកហាមគិតថាអតីតកាលវាបានធ្វើឲ្យយើងសោកសៅជោគជាំនៅក្នុងជីវិតដែលអត់អាចធ្វើបានបោះចោលហាមគិតបែបនេះណាចាអញ្ចឹងចក្រវាឡត្រូវការឲ្យយើងគិតល្អធ្វើល្អនិយាយពាក្យល្អនិយាយពាក្យវិជ្ជមានចាមានតែភាពមានបានរឿងទៅមុខក្តីស្រឡាញ់ភាពសុខសាន្តសុភមង្គលសុខដុមរមនាលៀបជ័យធំចាហូរចូលមកចាសម្បត្តិមហាសាហូរចូលមកមនុស្សល្អដើរចូលក្នុងជីវិតរបស់យើងចានិយាយតែពាក្យល្អទាំងអស់នេះណានៅថ្ងៃនេះចាហើយប្រឹងប្រែងបង្កើតនៅរកនៅអ្វីដែលយើងមាននៅក្នុងនៅក្នុងចំណេះដឹងរបស់យើងណាចាហើយយើងប្រើការវាណាបងប្អូនចាអញ្ចឹងលើកទឹកចិត្តណាចាចក្រវាឡលើកទឹកចិត្តឲ្យបងប្អូនបន្តដំណើរទៅមុខបន្តការគិតការធ្វើអ្វីថ្មីហាមងាកក្រោយណាចាបងប្អូននឹងបានជោគជ័យបងប្អូននឹងប្រទះបាននៅអ្វីដែលនឹកស្មានមិនដល់តិចទៀតណាចាបងប្អូននឹងបានអ្វីដែលនឹកស្មានមិនដល់បងប្អូនផឹងប្រែងតស៊ូតិចណាចក្រវាឡនឹងចាំជួយបងប្អូនហ្នឹងហើយចាឃើញថាវាមិនមែនជាការងាយស្រួលទេដែលយើងបំភ្លេចអតីតកាលខ្លះរឿងខ្លះដែលគេមកប្រះយើងឬមួយក៏រឿងខ្លះវាធ្វើឲ្យយើងដុតដាមនៅភាពសោកសៅទាំងឡាយណាតែជាភាពអវិជ្ជមានកន្លងមកវាអត់ងាយស្រួលឲ្យយើងបំភ្លេចទេប៉ុន្តែកលៈទេសៈនេះបងប្អូនត្រូវតែបោះវាចោលណាមិនបាច់នឹកឃើញទៀតទេព្រោះវាអត់បានឯមកវិញទេ
ហើយកុំឲ្យវាមកឲ្យកំណត់អនាគតយើងដូចថាយើងឡើយគិតរឿងហ្នឹងពេកទៅដោយសារតែរឿងហ្នឹងហើយយើងធ្វើអនាគតយើងអត់បានល្អកុំឲ្យគិតបែបហ្នឹងណាចាអូខេសង្ឃឹមថាបងប្អូននឹងយល់ណាថ្ងៃថ្មីណាចាសូមឲ្យបងប្អូនជួបប្រទះតែក្តីសុខចម្រើនចក្រវាលនឹងចាំជួយបងប្អូនម្ដងទៀតគឺត្រូវតែប្រើពាក្យវិជ្ជមានជានិច្ចណាថ្ងៃនេះប្រើពាក្យវិជ្ជមានបានច្រើនណាទៅចក្រវាលបងប្អូននឹងទទួលបានជោគជ័យបងប្រាថ្នាបងប្អូននឹងបានសម្រេចណាចាជូនពរណាថ្ងៃថ្មីហេងទាំងអស់គ្នា